សូមស្វាគមន៍កម្មការការនិទានរឿងខ្មោចនាយកំឡោះម្នាក់មានត្រឹមតែកាបូបមួយបានមកដល់ទីក្រុងក្រោយពីត្រូវបានបាត់បង់ឪពុកម្ដាយទៅយ៉ាងទាន់ហន់ដោយសារឧបទ្ទវហេតុគេក៏សម្រេចចិត្តមកពឹងពាក់ញាតិនៅជាយក្រុងម្នាក់ដែលគាត់មិនសូវពេញចិត្តនឹងទទួលគេប៉ុន្មានឡើយប៉ុន្តែមិនដឹងជាធ្វើយ៉ាងដូចម្ដេចព្រោះគេគ្មានផ្លូវជ្រើសរើសក្រៅពីនេះឡើយអមរបស់អ្នកកំឡោះបើកហាងលក់មឈូសសពនិងជួនកាលគាត់ធ្វើជាអាចារ្យចាត់ចែងសពថែមទៀតកិច្ចការដូចនេះមើលទៅឃើញហាក់ដូចជាតូចតាចណាស់ប៉ុន្តែតាចាស់ម្នាក់នេះសំងំធ្វើជាអ្នកមានស្ងាត់គ្មានអ្នកណាដឹងឡើយយ៉ាងណាឯងអស់មានអ្នកណាទៀតហើយមកនៅទីនេះជួយធ្វើការអញទៅទោះបីជាអញមិនបានឲ្យប្រាក់ខែឯងមែនតែអញឲ្យកន្លែងឯងដេកឲ្យបាយស៊ីឲ្យឯងទៅរៀនទៀតការងារប្រចាំថ្ងៃរបស់ឯងក៏មិនមានអ្វីច្រើនក្រៅពីធ្វើមឈូសប៉ុណ្ណោះហាងរបស់តាចាស់ជាបន្ទប់2ជាន់ជាន់ក្រោមជាបន្ទប់ដាក់មឈូសចំណែកជាន់លើជាបន្ទប់កន្លែងដែលតាចាស់ដេកមេងកំឡោះដេកជាន់ក្រោមនៅតាមចន្លោះចង្អៀតក្បែរមឈូសនោះឯងអ៊ំក៏ប្រាប់ទៅអ្នកកំឡោះថាឯងដេកត្រង់នេះហើយភ្ញាក់ពីដេកវិញត្រូវរៀបចំកន្លែងឲ្យបានត្រឹមត្រូវពេលដេកត្រូវប្រយ័ត្នប្រយែងផងណាឯងនេះស្បៃវែងអញ្ចឹងប្រយ័ត្នលើកជើងទៅប៉ះមឈូសខាងលើលាក់មកខូចអស់អញវាយងាប់អើយបន្ទាប់ពីអ៊ំបានណែនាំក្មួយប្រុសកំឡោះមេងកំឡោះយ៉ាប់អើយសែនយ៉ាប់មួយថ្ងៃរកពេលសម្រាកគ្មានគេធ្វើការងារគ្រប់មុខដែលតាចាស់ប្រគល់ឲ្យទាំងការងារផ្ទះនិងការងារមឈូសគេឆ្លៀតរៀនបន្តិចបន្តួចក្រែងមានឱកាសបានរៀនបន្តនៅថ្ងៃមុខបន្ទាប់ពីធ្វើការពេញមួយថ្ងៃរៀបនឹងចូលគេងអ៊ំអ្នកកំឡោះក៏បានស្ដីឲ្យអ្នកកំឡោះថាហេស្អីវើយបើកភ្លើងភ្លឺព្រាតពេញបន្ទប់រលាយអញអស់ហើយថ្លៃភ្លើងថ្លៃទឹកមួយខែប៉ុន្មានឯងដឹងទេអ្នកកំឡោះខ្ញុំគ្រាន់តែអានសិភៅមួយផ្លេតប៉ុណ្ណោះបន្តិចទៀតខ្ញុំបិទហើយអ៊ំក៏តអាយ៉ាអានេះមាត់រឹងណាស់តើហ៊ានប្រកែកនឹងអញផងតាចាស់កន្ទ្រិចកន្ត្រាក់ចុះមកពីលើផ្ទះទាញអំបោះសំពងក្មេងកំឡោះយ៉ាងក្រេវក្រោធថ្ងៃក្រោយកុំប្រកែកនឹងអញបញ្ជាអីត្រូវតែធ្វើតាមអញចាំទុកនេះគឺជាគ្រាដំបូងហើយដែលក្មេងកំឡោះបានទទួលការឈឺចាប់ពីអ៊ំរបស់គេប៉ុន្តែមិនមែនតែម្ដងនេះទេក្រោយមកគេត្រូវរំពាត់ស្ទើររាល់ថ្ងៃនៅថ្ងៃមួយអ៊ំរបស់គាត់ក៏បន្ទោសទៀតដីគោលមួយទាំងមូលវាយកទៅបោះចោលបើវាវីកអីមិនក៏ឯងមិនយកទៅតម្រង់ឲ្យត្រង់យីអានេះអត់ចេះប្រើរបស់មែនហើយម្យ៉ាងទៀតក្បាលវ៉ានទឹកអញប្រាប់ប៉ុន្មានដងហើយឲ្យឯងឲ្យមូលឲ្យចិត្តកុំឲ្យវាសក់ទឹកច្បាស់ជារលាយអញមិនខានទេក្បាលវ៉ានទឹកវាខូចហើយអ៊ំខ្ញុំប្រាប់ឲ្យអ៊ំទិញថ្មីមកផ្លាស់ទៅតែអ៊ំមិនព្រមជឿនិយាយចប់តាចាស់ស្ទុះទៅទាញស្បែកជើងមកសំពងក្បាលក្មេងកំឡោះពេញមួយទំហឹងឥតមានត្រាប្រណីឡើយអានឹងឲ្យដឹងបង្រៀនមិនចេះចាំជាញឹកញាប់ក្មេងកំឡោះចូលដេកដោយតាឈឺចាប់ព្រមទាំង
នឹកទៅចិត្តនឹងជោគវាសនារបស់ខ្លួនគេមានគំនិតមួយថានឹងត្រូវរត់គេចចេញពីទីនេះប៉ុន្តែទម្រាំគេសម្រេចចិត្តបានអ្វីវាហួសអស់ទៅហើយសំលេងក្រាំងលាន់ឡើងក្នុងសភាពងងឹតក្មេងកំឡោះភ្ញាក់ព្រឺតគេក៏មានអារម្មណ៍ឈឺចុកចាប់យ៉ាងខ្លាំងនៅត្រង់ជើងរបស់គេអាចព្រោះតែជើងដៃរបស់អ្នកកំឡោះវាវែងនិងកន្លែងដេកចង្អៀតពេកទើបធ្វើឲ្យការរវះដៃជើងបន្តិចបន្តួចបុកប៉ះនឹងមកឈូសធ្លាក់មកក្មេងកំឡោះស្រវាចេញប្រវេសប្រវាស់ចេញដកជាប់ទាំងអារម្មណ៍ភ័យផិតភ័យខ្លាចអ៊ំរបស់គេធ្វើបាបគេក៏ប្រញាប់ងាកសំដៅទៅមើលចណ្ដើរផ្ទះស្រាប់តែសំលេងឈឺច្រត់ទង្គិចនិងកម្មចណ្ដើរចុះមកម្ដងមួយកម្មមករកក្មេងកំឡោះតាចាស់សម្លក់មើលក្មេងកំឡោះដូចចង់ស៊ីសាច់គាត់ខឹងរហូតញ័រក្បាលគាត់ឈានចូល3ជំហានទៀតរួចហើយលើកឈើច្រត់សំពងក្មេងកំឡោះឥតប្រណីដៃឡើយគាត់វាយវត្តពេញមួយទំហឹងរហូតរាងកាយអស់កម្លាំងខ្លួនឯងត្រូវជំហរត្រេតដួលផ្កាប់មកទៅឈើច្រត់ក៏ខ្ទាតចេញពីដៃតាចាស់ទាញបានពូថៅមួយដែលទុកនៅក្បែរតុក្តារមឈូសនោះយាកាប់ទៅរករាងកាយរបស់ក្មេងកំឡោះភឹបក្មេងកំឡោះស្រែកអូយមុខពូថៅដ៏មុតបានចូលកណ្ដាលដើមទ្រូងរបស់ក្មេងកំឡោះកប់មួយផ្លែឯងងាប់តែម្ដងទៅក៏ស្រួលដែររស់នៅនាំតែខូចរបស់អញទេអ្នកកំឡោះនឹងក៏ស្លាប់បាត់ទៅទម្រាំនឹងតាចាស់ប្រមូលទុកដាក់របស់គ្រប់យ៉ាងរួចរាល់ចំណាយពេលអស់យ៉ាងយូររហូតភ្លឺនៅសល់តែសពក្មេងកំឡោះមួយប៉ុណ្ណោះដែលត្រូវចាត់ចែងតាចាស់លើកសពដាក់ទៅក្នុងក្តារមឈូសបែកបាក់មួយតែមិនអាចដាក់ចូលបានទេព្រោះក្តារមឈូសនោះតូចនិងខ្លីពេកបើមឈូសក្រៅពីនោះគាត់ច្បាស់ជាមិនដាក់អោយទេព្រោះមឈូសស្អាតគាត់ទុកសម្រាប់លក់គាត់ក៏លន់មាត់ថាងាប់ហើយអានេះចំជាសាងបញ្ហាច្រើនមែនងាប់ហើយពិបាករកមឈូសដាក់ខ្មោចរបស់វាទៀតរំពេចនោះតាចាស់ខំសម្រុកខំញាត់យ៉ាងណាក៏ដាក់មិនចូលញើសហូរជោកខ្នងទៅហើយម្យ៉ាងទៀតភ័យខ្លាចភ្លឺតន់ទាល់តែកាច់កវាឲ្យបាក់ទៅបានរំពេចនោះក៏ឮសំឡេងក្រែកលាន់ឡើងមួយរំពេចក៏របស់ក្មេងកំឡោះក៏បាក់ឃ្លោកមកលើដើមទ្រូងបន្ទាប់មកតាចាស់ដើរមកផ្ទៃខាងក្រោយបំរុងសង្កត់ជើងទាំងពីរនោះឲ្យធ្លាក់ចូលក្នុងមឈូសតែមិនបានផលសោះឲ្យធ្លាក់ចូលទៅក្នុងក្តារមឈូសតែមិនចូលសោះក៏លាន់មាត់ថាឯងនៅរឹងដល់ណាទៀតមិនព្រមធ្លាក់ចុះលេងជាមួយអ្នកណាមិនលេងមកចង់លេងជាមួយអញផងតើតាចាស់ញញឹមយ៉ាងសាហាវគាត់ដើរទៅចាប់យកពូថៅមរណៈពីមុននោះមកកាប់ជើងរបស់ក្មេងកំឡោះរហូតឈាមហូរក្រហមពេញដីពូថៅទង្គិចជាមួយនឹងឆ្អឹងម្ដងហើយម្ដងទៀតរហូតជើងទាំងពីរដាច់ត្រឹមជង្គង់តាចាស់បោះជើងទាំងពីរចូលទៅក្នុងក្តារមឈូសដោយមិនចាប់អារម្មណ៍ថាវាធ្លាក់ទៅដល់ណានៅត្រឹមណាឡើយ
រួចរាល់ហើយតាចាស់ក្របរំរបក្តារមឈូសវាយដៃគោលយ៉ាងណែនហើយអ្នកជិតខាងក៏មកជួយរំលែកទុក្ខតាចាស់ផងដែរជួយសោកស្ដាយផងណាអ៊ំដែលបាត់បង់ក្មួយប្រុសទៅយ៉ាងពេញកំឡោះដូច្នេះមិនគួរឲ្យអាយុខ្លីយ៉ាងនេះសោះអាណិតវាដែរវាឧស្សាហ៍ជួយធ្វើការគ្រប់យ៉ាងស្ដាយណាស់ដែលវាស្លាប់ទៅដោយរោគប្រចាំខ្លួនយ៉ាងទាន់ហន់រកតែយកវាទៅមន្ទីរពេទ្យព្យាបាលមិនទាន់តាចាស់អតីតកាលជាអាចារ្យខ្មោចស្រាប់នោះគាត់ក៏ចាត់ចែងការពិធីសពនោះយ៉ាងសាមញ្ញបំផុតដើម្បីគ្រាន់តែជាការបំភាន់ភ្នែកអ្នកជិតខាងប៉ុណ្ណោះយ៉ាងហោចណាស់ឯងក៏មិនស្លាប់ទៅទទេដែរព្រោះអីឯងជួយធ្វើមឈូសអញបានច្រើនសន្ធឹកណាស់ហាហាតាចាស់ក៏ត្រឡប់មកមានជីវិតរស់នៅតែម្នាក់ឯងវិញទោះបីជាត្រូវអស់កូនដៃដែលធ្លាប់តែជួយគ្រប់ការងារនោះក៏គាត់មិនក្តៅក្រហាយអ្វីដែរប៉ុន្តែពេលមួយនោះគាត់ហាក់ដូចជាមានអ្វីមករំខានគាត់ជាញឹកញាប់ណាស់យេអាក្បាលរមណីទឹកទៅផ្លាស់ថ្មីសោះហេតុអីក៏វានៅតែហូរទឹករួចចុះអាដែកគោលវីកនោះហេតុអីក៏ចេះតែមកនៅត្រង់នេះយកទុកមិនឈ្នះសោះអញ្ចឹងរាល់ព្រឹកពេលដែលតាចាស់ក្រោកពីដំណេកចុះមកក្រោមឃើញភ្លើងជាន់ក្រោមបើកចោលរហូតតាចាស់ក៏គិតថារឿងដែលកើតឡើងគ្រប់យ៉ាងនេះប្រាកដជាស្នាដៃរបស់ខ្មោចអាក្មេងកំឡោះដែលគាត់បានសម្លាប់នោះឯងតាចាស់ក៏លន់មាត់ថាអានេះវាស្គាល់អាចារ្យខ្មោចជើងចាស់តិចពេកហើយឯងចាំមើលយើងនឹងធ្វើឲ្យឯងផុតពូជលែងបានទៅចាប់ជាតិទៀតជាមិនខានក្នុងយប់ដ៏ស្ងាត់មួយនោះតាចាស់រៀបចំពិធីនិងក្បួនវិជាការរបស់គាត់ជាស្រេចមិនយូរប៉ុន្មានគាត់ក៏ស្រាប់តែមានស្រមោលមួយបង្ហាញស្ទង់នៅម្ដុំម្ខាងនៃបន្ទប់សំលេងអូសជើងខ្វាក់កំពុងដើរចូលមករកគាត់យឺតអ្វីដែលគាត់ឃើញនៅពេលនេះអ្វីដែលគាត់ឃើញនៅពេលនោះគឺគាត់ស្ទើរតែគ្មានព្រលឹងសល់នៅក្នុងខ្លួនទេរាងនោះដើរមកមានជើងតែត្រឹមជង្គង់ប៉ុណ្ណោះឈាមហូរកកស្រោចពេញផ្ទះខ្មោចក៏សម្លក់តាចាស់ដោយកែវភ្នែកខៀវងងឹតតាចាស់បង្ហើបមាត់មហប់ប៉ុន្តែពេលនោះមុនវិជាការហាក់ដូចជាសាបសូន្យរលាបអស់ឥតបានការឡើយទីបំផុតរាងកាយដ៏កំណាចនោះក៏រសាត់មកដល់ក្បែរគាត់បាទមានន័យថាជាវិញ្ញាណខ្មោចហ្នឹងក៏រសាត់មកក្បែរគាត់តាចាស់បំរុងស្ទុះរត់ប៉ុន្តែឆ្អឹងជើងម្ខាងរបស់ខ្មោចដែលកំពុងហូរឈាមកនោះបានបុកចូលទៅក្នុងមាត់របស់គាត់បានបុកចូលទៅក្នុងមាត់របស់តាចាស់លិចដល់បំពង់កជើងម្ខាងទៀតអុកដើមទ្រូងរបស់តាចាស់ព្រុសធ្លាយទៅដល់ឆ្អឹងខ្នងតាចាស់ស្លាប់ភ្លាមមួយរំពេចព្រឹកឡើងអ្នកជិតខាងផ្អើលឈូឆរមកមើលខ្មោចតាចាស់ស្លាប់ទៅយ៉ាងគួរឲ្យសង្ស័យបាទរឿងកំឡោះយាមឈូសក៏សន្មតចប់សង្ខេបខ្លីប៉ុណ្ណេះសូមបន្តនៅមួយរឿងទៀតបងប្អូនអរគ្នាបាទរឿងខ្មោចស្រីក្រមុំចងអាឃាតរឿងដែលលើកយកមកនិយាយទាក់ទងទៅនឹងវ
វិញ្ញាណចងអាឃាតរបស់ស្រីក្រមុំវ័យក្មេងស្នេហ៍នេះគឺជារឿងពិតដែលនឹងមានដំណើររឿងដូចជាល្ខោននិយាយអញ្ចឹងកាលពីសម័យដើមមានភូមិដាច់ស្រយាលមួយត្រូវបានគេជឿជាក់ថាជាភូមិមានមហិទ្ធិឫទ្ធិឫទ្ធីនៅត្រង់នោះគឺជាកន្លែងណាត់ជួបរបស់កំឡោះក្រមុំមួយគូបុរសឈ្មោះនាយអាសុមាខណ្ឌនិងនាងទីម៉ាណាស្អាតបំផុតលើសស្រីក្នុងភូមិមានកូនអ្នកមានឬកូនប្រធានភូមិមេក្រុមជាច្រើនស្រឡាញ់នាងប៉ុន្តែនាងទីម៉ាណាគ្មានចិត្តស្រឡាញ់វិញទាល់តែសោះនាងបែរជាចាប់អារម្មណ៍ទៅលើកំឡោះត្រាច់ចរម្នាក់ដែលមករកស៊ីឈ្នួលធ្វើស្រែឲ្យម្ចាស់ស្រែនៅជិតខាងបែរនាងទៅវិញកំឡោះនោះឈ្មោះនាយអាសុមាខណ្ឌគេមានទីលំនៅឬញាតិមិត្តឪពុកម្ដាយនៅទីណាក៏មិនដឹងដែរដឹងត្រឹមតែថាគេជាកំឡោះដែលឧស្សាហ៍ព្យាយាមធ្វើការងារគ្រប់បែបយ៉ាងគេមានរូបរាងសង្ហានិងមានរាងកាយមាំមួនព្រមទាំងចេះស្គាល់ពោះស្គាល់ទាបទៀតផងនាងទីម៉ាណាក៏បានទៅពិធីបុណ្យនោះជាមួយឪពុកម្ដាយរបស់នាងដែរថ្ងៃមួយនាងទីម៉ាណាក៏បានទៅពិធីបុណ្យជាមួយឪពុកម្ដាយរបស់នាងដែរអាចមកពីបុព្វសន្តិវៈដែលធ្វើឲ្យនាងទីម៉ាណាចាប់អារម្មណ៍លើនាយអាសុមាខណ្ឌដែលជាកូនឈ្នួលគ្មានពេលទំនេរឬមានពេលខ្លះត្រូវនាយអាសុមាខណ្ឌមិនបានសម្ដែងអាការៈខឹងឬមានប្រតិកម្មណាមួយប្រឆាំងតបតទៅម្ចាស់វិញដែរនាយនៅតែញញឹមទទួលពាក្យជេរស្ដីពីម្ចាស់ឬសំទោសម្ចាស់ថែមទៀតទោះជាខ្លួនខុសក៏ដោយមិនខុសក៏ដោយរឹតតែជាទីពេញចិត្តដល់នាងទីម៉ាណាបំផុតនោះគឺនៅពេលពិធីបុណ្យនោះឯងមានក្របីឡើងកមួយក្បាលបោលចូលមកចំពីមុខផ្ទះបានបំផិតបំភ័យភ្ញៀវដែលមកចូលរួមក្នុងពិធីនោះឲ្យស្លន់ស្លោគ្រប់គ្នាសូម្បីតែកំឡោះជាច្រើនអ្នកដែលកំពុងឈរជជែកចែចងនាងទីម៉ាណាក៏នាំគ្នារត់អស់ដែរនៅពេលដែលឃើញក្របីឡើងកបោលស្លេវចូលមកនាងទីម៉ាណាភ័យស្លន់ស្លោនាងទីម៉ាណាភ័យស្លន់ស្លោមុខស្លេកស្លាំងឈររឹងខ្លួនឈានជើងរត់មិនរួចនៅពេលដែលក្របីនោះកំពុងបោលសម្ដៅចូលមកយ៉ាងសាហាវមួយប្រព្រឹត្តផ្នែកប៉ុណ្ណោះនាយអាសុមាខណ្ឌក៏រត់ចូលទៅព្រមជាមួយនឹងដំបងមួយផងបានឈរស្កាត់ក្របីឆ្កួតនោះមុននឹងវាមកដល់ខ្លួននាងទីម៉ាណានៅសល់តែ2-3ជំហានទៀតប៉ុណ្ណោះក្របីនឹងមកដល់នាងទីម៉ាណាតែត្រូវនាយអាសុមាខណ្ឌមកទាន់ក៏វាយមួយដំបងកដៃនោះត្រូវចំកក្របីរហូតដល់ដំបងនោះបាក់ផងក្របីសាហាវនោះស្រែកលាន់ដូចជាត្រូវគេយកកាំបិតមកចាក់កវាដកថយទៅវិញភ្លាមដែរចំណែកនាយអាសុមាខណ្ឌវិញទៀតដោយសារកម្លាំងរបស់ក្របី
វត្តប៉ះដំបងភ្លាមនោះម្ចាស់ផ្ទះក៏កេណ្ឌមនុស្សឲ្យមកទប់នឹងក្របីសាហាវនោះដោយប្រើកាំភ្លើងបាញ់សម្លាប់វានៅនឹងកន្លែងឪពុកម្ដាយរបស់នាងទីម៉ាណាប្រញាប់រត់ចូលមកជួយកូនស្រីដល់ត្រូវខ្យល់កដួលជ្រោបទៅទីនោះចំណែកនាយអាសុមាខណ្ឌក៏ត្រូវផ្លោះដៃម្ខាងគេនៅអាចក្រោកឡើងបានចំណែកនាយអាសុមាខណ្ឌក៏ត្រូវផ្លោះដៃម្ខាងគេនៅតែអាចក្រោកឡើងបានប៉ុន្តែនាយអាសុមាខណ្ឌត្រូវបានជាបាលដៃម្ខាងនោះអស់ជាច្រើនថ្ងៃនោះគឺជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យនាងទីម៉ាណាមានអារម្មណ៍នឹកដល់បុណ្យដែលនាយបានជួយជីវិតនាងនោះគឺជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យនាងទីម៉ាណាមានអារម្មណ៍នឹកដល់បុណ្យដែលនាយបានជួយជីវិតនាងជាការពិតណាស់ប្រសិនបើនាយអាសុមាខណ្ឌមិនប្រថុយស្លាប់ចូលទៅស្កាត់ក្របីឈួតនោះទេពិតជាជីវិតរបស់នាងទីម៉ាណាត្រូវបានស្លាប់នៅពេលនោះដែរនាងទីម៉ាណាក៏មកសួរសុខទុក្ខនៅពេលដែលនាយអាសុមាខណ្ឌត្រូវបានជាបាលដៃផ្លោះនឹងការជួបគ្នាជាញឹកញាប់ក្រោយពីដៃជាហើយនោះបានធ្វើឲ្យនាងទីម៉ាណាព្រមទទួលស្គាល់ខ្លួនឯងថានាងបានសាងស្នេហ៍លើនាយអាសុមាខណ្ឌហើយព្រោះតែភាពជាកូនប្រុសពេញទូរបស់គេចំណែកនាយអាសុមាខណ្ឌវិញនៅតែមិនទាន់ហ៊ានសម្ដែងចេញមកថាបេះដូងរបស់នាយក៏ពេញចិត្តនាងទីម៉ាណាសម្លឹងនោះដែរដោយសារតែនាយគិតថាខ្លួននាយក៏មានឋានៈតូចទាបពេកតែភាពស្និទ្ធស្នាលគ្នាញឹកញាប់ជាមួយនឹងពេលវេលាដែលកន្លងទៅបានធ្វើឲ្យអ្នកទាំងពីរមិនអាចនឹងលាក់ទុកនៅអារម្មណ៍ដែលកប់ជ្រៅនៅក្នុងបេះដូងបានទីបំផុតគេក៏សារភាពដល់គ្នានឹងគ្នានៅយប់មួយដែលគេបានណាត់ជួបគ្នានៅក្រោមដើមឈើក្បែរមាត់ផ្លូវសេចក្តីស្នេហាធំធេងរបស់កំឡោះក្រមុំទាំងពីរនាក់បានធ្វើឲ្យគេណាត់ជួបគ្នាជាញឹកញាប់ដើម្បីសម្ដែងនៅសេចក្តីស្នេហាចំពោះគ្នាមិនយូរប៉ុន្មានអដ្ឋកំបាំងស្នេហារបស់ពួកគេក៏លេចលឺទៅដល់ឪពុកម្ដាយរបស់នាងទីម៉ាណាសេចក្តីស្រឡាញ់ធ្វើឲ្យឪពុកម្ដាយរបស់នាងទីម៉ាណាបោះពាក្យសម្ដីយ៉ាងដាច់ខាតដល់ម្ចាស់របស់នាយអាសុមាខណ្ឌសុំឲ្យដេញក្បាលកូនឈ្នួលកំឡោះនោះចោលទៅបើមិនដូច្នេះទេនឹងកើតមានរឿងកាប់ចាក់គ្នានោះដែរឪពុកម្ដាយរបស់នាងទីម៉ាណាក៏បង្ខាំងកូនស្រីមិនព្រមឲ្យចេញពីផ្ទះជាដាច់ខាតភាគីខាងម្ចាស់របស់នាយអាសុមាខណ្ឌវិញគិតថាខ្លួននាយក៏ជាមនុស្សម្នាក់ដែររឿងអីដែលត្រូវឲ្យឪពុកម្ដាយរបស់នាងទីម៉ាណាបញ្ជាស្រេចតែនឹងចិត្តនោះម្យ៉ាងទៀតនាយកំពុងតែពេញចិត្តពេញថ្លើមនឹងការងាររបស់ខ្លួនផងដូច្នេះខ្លួនបានសម្រេចចិត្តមិនព្រមដេញនាយអាសុមាខណ្ឌទេនាយអាសុមាខណ្ឌចោលឡើយចំណែកនាយអាសុមាខណ្ឌបានព្រាត់ប្រាសពីរសជាតិស្នេហ៍ដ៏ផ្អែមល្ហែមពីក្រមុំទីម៉ាណាដែលជាទេពធីតាដួងចិត្តកំពូលស្នេហ៍គូឲ្យអាសូរ
ពេលប្រលប់ម្ដងគេតែងតែទៅរងចាំស្រីស្នេហ៍នៅក្រោមដើមឈើធំក្បែរមាត់ផ្លូវនោះជានិច្ចគេព្យាយាមរងចាំនាងរាល់យប់មិនដែលខានប៉ុន្តែនាយត្រូវខកបំណងរហូតព្រោះស្រីស្នេហ៍ត្រូវបានបង្ខាំងទុកគ្មានថ្ងៃលើកលែងឡើយនៅយប់មួយពេលដែលនាយអាសុមាខណ្ឌកំពុងតែអង្គុយបណ្ដេតអារម្មណ៍គិតដល់ក្រមុំទីម៉ាណាម្នាក់ឯងនោះស្រាប់តែនាយភ្ញាក់ផ្អើលយ៉ាងចម្លែកនៅពេលដែលសុកស្រាប់តែឃើញគូស្នេហ៍រត់ចូលខ្លួនមកក្នុងរង្វង់ដៃរបស់គេនាងបរិយាយប្រាប់គូស្នេហ៍កំសត់ថារូបនាងត្រូវឪពុកម្ដាយបង្ខាំងមិនអោយនាងចេញទៅណាឡើយថ្ងៃនេះនាងគេចចេញពីកន្លែងឃុំឃាំងបានដោយសារតែតោងបង្អួចលោតចុះពីលើផ្ទះប្រសិនបើមិនបានជួបបងនៅទីនេះទេអូននឹងរងចាំមិនព្រមត្រឡប់ទៅផ្ទះវិញជាដាច់ខាតនាងបញ្ជាក់ការពិតចំពោះស្នេហានៅពេលដែលពួកគេទាំងពីរនាក់កំពុងតែផ្ដោះផ្ដងសេចក្តីស្នេហាដល់គ្នានៅទីនោះស្រាប់តែឪពុករបស់នាងទីម៉ាណាជាមួយនឹងកូនស្រីនិងកូនប្រុសពីរនាក់ទៀតបានតាមមកឃើញហេតុការណ៍ដ៏ធ្ងន់ធ្ងរគិតស្មានមិនដល់ក៏កើតឡើងនៅពេលនោះដែរឪពុករបស់នាងទីម៉ាណាជាមួយនឹងកូនស្រីនិងកូនប្រុសពីរនាក់ទៀតបានតាមមកឃើញហេតុការណ៍ដ៏ធ្ងន់ធ្ងរគិតស្មានមិនដល់ក៏កើតឡើងនៅពេលនោះដែរឪពុករបស់នាងទីម៉ាណាកន្ត្រាក់កូនស្រីចេញពីរង្វង់ដៃរបស់នាយអាសុមាខណ្ឌរួចហើយក៏បង្គាប់ឲ្យកូនប្អូនចោមរោមចាប់អាសុមាខណ្ឌស្លាប់នៅចំពោះមុខភ្លាមមួយរំពេចនាងទីម៉ាណាត្រដុះស្រែកត្រហោយំស្រវាចូលទៅអោបសពនាយអាសុមាខណ្ឌដែលជាសង្សារដ៏សែនស្រឡាញ់ស្មើជីវិតនាងយំទូញសោកសង្រែងស្ទើរដាច់ខ្យល់ស្លាប់ឪពុករបស់នាងព្យាយាមទាញកន្ត្រាក់នាងអូសត្រឡប់ទៅផ្ទះវិញតែនាងមិនព្រមនាងនៅតែអោបសពសង្សារបណ្ដូលចិត្តយ៉ាងណែនមិនព្រមលែងសោះរហូតដល់ឪពុករបស់នាងខឹងពេកក៏វាយទាត់ធាក់នាងរួចកន្ត្រាក់អូសយ៉ាងពេញទំហឹងនាងទីម៉ាណាដល់ក៏ខ្លាំងពេកដល់ថ្នាក់ភ្លេចខ្លួននាងក្រោកឈរឡើងតស៊ូជាមួយនឹងឪពុកខ្លួនឯងព្រមទាំងជេរចងគំនុំជាមួយនឹងពួកប្អូនដែលជឿតាមឪពុកព្រួតដៃគ្នាសម្រាប់សង្សាររបស់ខ្លួនសម្រាប់សង្សាររបស់នាងចំពោះមុខមិនតែប៉ុណ្ណោះនាងបានផ្ដំទាទោសឪពុករបស់នាងថាជាបុរសចិត្តអាក្រក់បំផុតនិយាយតែប៉ុណ្ណឹងនាងទីម៉ាណាក៏ក្រលាស់រួចពីដៃឪពុកស្ទុះទៅកន្ត្រាក់កាំបិតចុងស្រួចពីដៃប្អូនប្រុសម្នាក់រួចបោះពួយសំដៅរកសពរបស់នាយអាសុមាខណ្ឌទាំងបុកចុងកាំបិតស្រួចចូលក្នុងករបស់ខ្លួនលិចបាត់ដល់ដងនាងប្រកាច់អោបសពរបស់នាយអាសុមាខណ្ឌហើយដាច់ខ្យល់ស្លាប់តាមកំពូលស្នេហ៍ភ្លាមមួយរំពេចក៏ព្រោះតែខ្លាចមានរឿងឪពុករបស់នាងទីម៉ាណាបញ្ជាឲ្យកូនចាក់ការជីករំដៅកប់សពនាយអាសុមាខណ្ឌនិងកូនស្រីរបស់ខ្លួននៅពេលនោះតែម្ដង
ព្រមទាំងបញ្ជាឲ្យអ្នកដំណឹងនេះឲ្យស្ងាត់បើមានអ្នកណាស៊ូដល់រឿងនាងម៉ាណាឲ្យប្រាប់ថារត់តាមនាយអាសុមាខណ្ឌបាត់ហើយក្រោយពីនោះមកការរីកចម្រើនរបស់ប្រទេសជាតិបានប្រែក្លាយតំបន់នោះបន្តិចម្ដងទីកន្លែងដែលវិញ្ញាណចងអាឃាតរបស់នាយអាសុមាខណ្ឌនិងនាងទីម៉ាណាក៏ត្រូវបានគេលក់ពីម្ចាស់មួយទៅម្ចាស់មួយទៀតដើមដើមឈើធំនៅក្បែរនោះក៏ត្រូវគេកាប់រំលំយកទៅសង់ផ្ទះសម្បែងអស់ទៅយប់មួយម្ចាស់ផ្ទះដែលរស់នៅលើភូមិនោះបានយល់សប្តិថាបើអ្នកកាប់ដើមឈើនេះទៅហើយសូមអ្នកដាំដើមចេកជំនួសគល់ឈើនោះមួយគុំវិញផងហើយអ្នកត្រូវការពារត្រង់នោះកុំឲ្យអ្នកណាចូលទៅរំខានជាដាច់ខាតកុំឲ្យកាប់ដើមចេកនោះចោលតែបើវាមានផលអាចកាច់យកទៅតាមសេចក្តីត្រូវការតែប៉ុណ្ណោះយើងត្រូវការរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខនិងសុំកុំឲ្យអ្នកណាមករំខានប្រឆាំងឬរំខានយើងទៀតស្ត្រីដែលសុបិននោះមានការផិតភ័យណាស់ក៏ចាត់ចែងដាំដើមចេកឡើងតាមការសុបិនអ្នកដែលរស់នៅនឹងភូមិនោះមានការរីកចម្រើនរុងរឿងនិងមានសេចក្តីសុខរហូតគ្រួសារដែលរស់នៅទីនោះសពថ្ងៃគេជឿជាក់ណាស់គេនាំគ្នាខំរក្សាគុំចេកនោះមិនឲ្យអ្នកណាទៅរំខានឡើយថ្ងៃល្អខែល្អគេនឹងបង្ហាញខ្លួនឲ្យឃើញជានិច្ចម្ចាស់ភូមិនៅទីនោះប្រាប់សប្តាហ៍ថ្ងៃនេះប្រសិនបើមានអ្នកណាមិនជឿចង់ទៅសាកល្បងកាប់ដើមចេកនោះចោលពិតជាឫទ្ធិអំណាចនិងប្រហារឲ្យខ្សែជីវិតភ្លាមកន្លងមកមានអ្នកស្លាប់ដោយសារមិនព្រមជឿជាច្រើនអ្នកមកហើយព្រោះគេទៅរំខានដោយកាប់ដើមចេកនោះចោលនាងក្រមុំចងអាឃាតសន្មត់ចប់សង្ខេបខ្លីតែប៉ុណ្ណេះសូមអរគុណចំពោះការសន្តាប់តាំងពីចំណុចចាប់ដើមរហូតមកដល់ចុងបញ្ចប់សូមជូនពរសុខភាពល្អគ្រប់ក្រុមគ្រួសារប្រកបការងារអ្វីទុកជ័យគ្រប់ភារកិច្ចសូមអរគុណនិងសូមជម្រាបលា